ទេសភាព4ភូមិរួមបញ្ចូលគ្នាតែមួយនៅក្នុងវីដេអូមួយនេះជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកមើលទាំងអស់គ្នាទេសភាពមួយនេះគឺជាទេសភាពពីដើមភូមិសំអាងដែលជាភូមិមួយគឺស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ9ដែលជាផ្លូវឆ្ពោះទៅកាន់ទឹកដីនៃខេត្តព្រះវិហារថ្ងៃនេះគឺ admin នឹងបង្ហាញពីទេសភាពផ្លូវនារដូវវស្សាពីភូមិសំអាងឆ្ពោះទៅកាន់ភូមិចំនួន3ទៀតគឺភូមិថ្នោតថ្មីភូមិឆ្វាំងនិងភូមិវាលដេញហើយមុននឹងទៅដល់ភូមិទាំងអស់ហ្នឹងគឺឆ្លងកាត់ភូមិសំអាងជាមុនសិនដែលបើសិនជាបងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ9នេះមកពីទីរួមខេត្តស្ទឹងត្រែងចម្ងាយប្រហែលជាខ្ទង់27ឬក៏28គីឡូគឺនឹងមកដល់ភូមិសំអាងហើយភូមិសំអាងនេះគឺមានប្រជាជនរស់នៅមិនច្រើនប្រហែលទេនៅតាមសងខាងផ្លូវហ្នឹងសម្រាប់រដូវវស្សានេះគឺបងប្អូនប្រជាជននៅក្នុងភូមិសំអាងនេះគឺមមាញឹកខ្លាំងមែនទែនសម្រាប់ការធ្វើកសិកម្មដំណាំដាំដុះដូចជាដំណាំដំឡូងមីដំណាំស្វាយចន្ទីជាដើមហើយជាពិសេសគឺសម្រាប់ឆ្នាំ2026នេះគឺបងប្អូនប្រជាជនមួយចំនួនធំគឺសម្រុកដាំចន្ទីច្រើនខ្លាំងយល់តែមែនទែនដោយសារតែដំណាំស្វាយចន្ទីនៅឆ្នាំ2026នេះគឺអំណោយផលទៅលើគេហៅថាទីផ្សារដោយសារតែទីផ្សារចន្ទីមកដល់ខែភ្លៀងហើយគឺនៅតែមានតម្លៃទេហើយតម្លៃនោះគឺចន្លោះពី 5,000 ទៀបបំផុតរហូតដល់ 7,000 ឯនោះអ្នកទាំងអស់គ្នាបើធៀបជាមួយនឹងឆ្នាំមុនគឺខែវស្សានេះគឺ1គីឡូតែ 2,500 រៀលទេបងប្អូនតែឆ្នាំនេះគឺបានថ្លៃខ្លាំងមែនទេហើយបើសិនជាបងប្អូនធ្វើដំណើរប្រហែលជាខ្ទង់4ទៅ5នាទីបងប្អូននឹងមកដល់ភូមិថ្នោតថ្មីភូមិថ្នោតថ្មីគឺជាភូមិដែលសម្បូរទៅដោយដើមត្នោតហើយបានជាភូមិមួយនេះគេប្រសិទ្ធនាមថាជាភូមិថ្នោតថ្មីហើយភូមិថ្នោតថ្មីនេះផងដែរមានព្រំបតុលជាប់ជាមួយនឹងភូមិសំអាងហើយនឹងភូមិឆ្វាំងហើយមានប្រជាជនរស់នៅច្រើនគួរសមដែរបងប្អូនហើយពោពេញទៅដោយអ្នកលក់ដូរអីវ៉ាន់ចាប់ហួយក៏ដូចជាអ្នកធ្វើអាជីវកម្មទិញដំណាំស្វាយចន្ទីនិងទិញដំឡូងមីជាដើមហើយបន្ទាប់ពីយើងធ្វើដំណើរមួយសន្ទុះធំទៀតគឺយើងនឹងដល់ភូមិឆ្វាំងភូមិឆ្វាំងនេះគឺខ្ញុំនៅតែមានចម្ងល់ទៀតហើយអ្នកទាំងអស់គ្នាភូមិឆ្វាំងនេះមិនដឹងថាជាភាសាស្អីឲ្យប្រកបទេបងប្អូនបានជាគេដាក់ថាជាភូមិឆ្វាំងហើយពាក្យឆ្វាំងនេះក៏ខ្ញុំសើចនៅក្នុងវចនានុក្រមដូចជាមិនមានពាក្យឆ្វាំងហ្នឹងទេអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំផ្ញើសេចក្តីនឹករលឹកដល់ជាបងប្អូនដែលរស់នៅក្នុងភូមិឆ្វាំងនេះនឹងសួរជាសំណួរទៅកាន់បងប្អូននៅខាងឆ្វាំងតើពាក្យថាឆ្វាំងនេះមានន័យយ៉ាងណាហើយជួយស្រាវចម្ងល់ឲ្យបងប្អូនជនរួមភាសាក៏ដូចជាប្រិយមិត្តដែលបានតាមដាននៅវីដេអូរបស់ admin បានស្គាល់ពីដើមកំណើតក៏ដូចជាប្រវត្តិរបស់ភូមិឆ្វាំងនេះផងដើម្បីជាចំណេះដឹងទៅកាន់បងប្អូនជនរួមជាតិយើងហើយភូមិឆ្វាំងនេះគឺជាភូមិដែលមានផ្សារធំជាងគេក្នុងចំណោមភូមិទាំង5ដែលជាភូមិស្ថិតនៅក្នុងឃុំសំអាងហើយនឹងភូមិដែលស្ថិតនៅក្នុងឃុំមឡុងជ្រៃបើសិនជាយើងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ9ពីភូមិគេហៅថាឃុំថ្លាមកគឺយើងនឹងមកដល់ឃុំសំអាងឃុំសំអាងនេះគឺមានភូមិចំនួនរហូតដល់4ទី1គឺភូមិសំអាងទី2គឺភូមិថ្នោតថ្មីទី3ភូមិឆ្វាំងនិងទី4ភូមិបលាយខ្លុងហើយភូមិសំអាងគឺគេដាក់ប្រសិទ្ធនាមក៏ដូចជាដាក់ជាឈ្មោះឃុំទៅវិញប៉ុន្តែប្រជាជននៅក្នុងភូមិសំអាងគឺភូមិឆ្វាំងសំទោសបងប្អូនគឺច្រើនខ្លាំងមែនទែនប្រជាជនរស់នៅក្នុងភូមិឆ្វាំងរស់នៅច្រើនរហូតដល់គេបំបែកទៅជាភូមិបលាយខ្លុងបន្ថែមទៀតអញ្ចឹងសម្រាប់អត្ថន័យនៃពាក្យថាឆ្វាំងនេះក៏ខ្ញុំមិនទាន់ដឹងអត្ថន័យថាមានន័យយ៉ាងណានោះទេសម្រាប់បងប្អូនដែលដឹងពីប្រវត្តិភូមិឆ្វាំងសូមខមមិននៅពីខាងក្រោមដើម្បី admin បានស្គាល់បានដឹងពីប្រវត្តិភូមិឆ្វាំងនេះផងអញ្ចឹងផុតពីភូមិឆ្វាំង admin ក៏បានធ្វើដំណើរមកដល់ភូមិវាលដេញដែលជាភូមិមួយដែលមានព្រំបទល់ជាមួយនឹងភូមិបលាយខ្លុងភូមិឆ្វាំងហើយនិងភូមិស្រឡៅហើយមួយទៀតគឺភូមិបណ្ដុងជ្រៃគឺជាភូមិធំរបស់គេតែម្ដងចំណែកភូមិវាលដេញហ្នឹងគឺជាចំណុចរបស់គេហៅវាលដេញហ្នឹងទេហើយក៏ជាភូមិអបសម្ព័ន្ធនៅក្នុងភូមិបណ្ដុងជ្រៃផងដែរអញ្ចឹងបើសិនណាជាបងប្អូនដឹងពីប្រវត្តិបងប្អូនអាចបញ្ជាក់ប្រាប់នៅក្នុង comment ដើម្បីឲ្យ admin បានស្គាល់ទាំងអស់ទេ